ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅឆ្នាំ2026របស់រដ្ឋបាលខេត្តកំពង់ធំព្រឹកថ្ងៃសុក្រទី23ខែមករាឆ្នាំ2026ឯកឧត្តមវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់រដ្ឋបាលខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធប្រធានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកក្រុមប្រឹក្សានិងគណៈអភិបាលខេត្តក្រុងស្រុកក្រុមប្រឹក្សាឃុំសង្កាត់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំជាច្រើនរូបបន្ទាប់ពីបានស្ដាប់របាយការណ៍របស់ឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ2025និងទិសដៅការងារបន្តឆ្នាំ2026របស់រដ្ឋបាលខេត្តឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានសម្ដែងការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ធំដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់សម្រាប់បាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនគួរជាទីមោទនៈនិងគួរជាទីកត់សម្គាល់ទោះបីកម្ពុជាស្ថិតក្នុងបរិយាកាសមួយខុសផ្សេងពីឆ្នាំមុនម្ខាងត្រូវទប់ទល់នឹងសង្គ្រាមឈ្លានពានផងនិងម្ខាងធានាស្ថិរភាពសន្តិភាពជូនប្រជាជននិងអភិវឌ្ឍប្រទេសដោយដោះស្រាយបញ្ហាប្រឈមនិងការអភិវឌ្ឍនៅមូលដ្ឋានទាំងប្រជាជនភេសកពលករដែលត្រឡប់ពីប្រទេសថៃនិងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជនពលីនិងវីរយុទ្ធជនរងរបួសក្នុងរយៈពេល6ខែកន្លងមកនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកឡើងថាតាមរយៈការចូលរួមស្ដាប់បទបង្ហាញនិងកិច្ចពិភាក្សាផ្ទាល់នៅក្នុងកម្មវិធីសន្និបាតឆ្នាំនេះគឺបានឆ្លុះបញ្ចាំងពីសហធម្មពលរបស់ក្រុមការងារចុះមូលដ្ឋានជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិជាកម្លាំងសរុបនិងជាអង្គតែមួយដើម្បីរួមគ្នាធ្វើឲ្យខេត្តកំពង់ធំប្រែមុខមាត់ថ្មីនិងកាន់តែមានការអភិវឌ្ឍជឿនលឿនទៅមុខក្នុងចលនាការវិជ្ជមានស្របតាមចក្ខុវិស័យរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីលែងឲ្យខេត្តកំពង់ធំជាខេត្តទៅហួសមុខហួសទៀតទាំងគម្រោងអភិវឌ្ឍការវិនិយោគពាណិជ្ជកម្មនិងទេសចរក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានពំនាំនៅក្តីនឹករលឹកនិងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតជួនអង្គពិធីទាំងមូលផងដែរឯកឧត្តមក៏បានវិតម្លៃខ្ពស់ចំពោះសាមគ្គីភាពនិងទឹកចិត្តស្នេហាជាតិនិងស្មារតីសមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខយ៉ាងរឹងមាំរបស់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំទាំងមូលក្នុងបុព្វហេតុការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីឯកឧត្តមបានគូបញ្ជាក់ថាយើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមការពារអធិបតេយ្យជាតិរបស់យើងទាំងអស់គ្នាមិនមែនសម្រាប់តែកម្លាំងប្រដាប់អាវុធនោះទេឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថាសន្និបាតឆ្នាំនេះស្ថិតក្នុងបរិយាកាសដែលពិភពលោកកំពុងបែកបាក់សណ្ដាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើហើយអ្នកខ្លាំងប្រើកម្លាំងប្រការនេះបានធ្វើឲ្យការប្រកាន់យកនៅវិធានច្បាប់និងគោលការណ៍សន្តិភាពក្នុងការដោះស្រាយបញ្ហាទំនាស់ផ្សេងៗក្នុងពិភពលោករួមទាំងទំនាស់រដ្ឋនឹងរដ្ឋត្រូវចុះខ្សោយដែលធ្វើឲ្យប្រទេសតូចនិងទន់ខ្សោយហើយធ្លាប់ពឹងផ្អែកលើច្បាប់អន្តរជាតិដោយកម្ពុជាត្រូវជួបប្រទះការគំរាមកំហែងចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនិងគ្រោះថ្នាក់នេះទាមទារឲ្យយើងត្រូវបន្តខិតខំកសាងនិងអភិវឌ្ឍជាតិយើងឲ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យមិនថាតែវិស័យសេដ្ឋកិច្ចសង្គមគិច្ចឬការពារជាតិនោះទេដើម្បីថែរក្សាការពារស្ថិរភាពជាតិយើងឲ្យបានគង់វង្សដូច្នេះយើងត្រូវពង្រឹងគោលជំហរស្មារតីសាមគ្គីភាពឯកភាពជាតិនិងត្រូវមានវិន័យហើយរួមសហការគ្នាជាកម្លាំងតែមួយទាំងរដ្ឋាភិបាលកងទ័ពនិងប្រជាជនជាមួយនឹងការបដិញ្ញាចិត្តឲ្យលើសពីធម្មតាចេះហ៊ានឈឺឆ្អាលចែករំលែកនិងលះបង់ឲ្យលើសពីធម្មតាព្រមទាំងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានផ្ដល់ការលើកទឹកចិត្តដល់រដ្ឋបាលខេត្តកំពង់ធំឲ្យខិតខំអនុវត្តទិសដៅការងារបន្តសម្រាប់ឆ្នាំ2026ពិសេសដើម្បីសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនៅក្នុងកិច្ចពិភាក្សាក្នុងអង្គសន្និបាតទន្ទឹមនេះឯកឧត្តមក៏បានផ្ដាំផ្ញើដល់រដ្ឋបាលខេត្តកំពង់ធំឲ្យបន្តយកចិត្តទុកដាក់និងជំរុញការអភិវឌ្ឍវិស័យកសិកម្មដែលមានប្រជាជនប្រមាណ 73% កំពុងប្រកបរបរនិងពឹងផ្អែកលើវិស័យកសិ
សិកម្មតាមរយៈការរៀបចំផែនការអភិវឌ្ឍវិស័យកសិកម្មខេត្តកំពង់ធំ2026-2030ដោយមានការកំណត់ទិសដៅនិងគោលដៅច្បាស់លាស់លើកសិផលសំខាន់ៗទន្ទឹមនេះត្រូវយកចិត្តទុកដាក់លើការធ្វើវិបត្តិកម្មកសិកម្មការបង្កើនផលិតភាពនិងការធ្វើពាណិជ្ជបណិយកម្មពិសេសធាតុចូលកសិកម្មដូចជាជីពូជស្រូវនិងឡសម្ងួតព្រមទាំងការរិះរកវិធីបញ្ចុះតម្លៃជួលដីស្រែព្រោះកសិករដែលជាអ្នកជួលត្រូវរងហានិភ័យគ្រប់បែបយ៉ាងការពង្រឹងសហគមន៍កសិកម្មទំនើបនិងកសិកម្មតាមកិច្ចសន្យាជាដើមអាយុធមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សីវិសុទ្ធក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តកំពង់ធំឲ្យបន្តខិតខំពង្រឹងអភិបាលកិច្ចដើម្បីពង្រឹងសមត្ថកម្មការងារប្រព័ន្ធការងារវិន័យនិងសមត្ថភាពក្នុងការបំពេញការងារក៏ដូចជាដើម្បីបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញវិនិយោគឲ្យចូលមកកាន់តែច្រើនបន្ថែមទៀតក្នុងខេត្តកំពង់ធំបន្ថែមលើគម្រោងវិនិយោគធំៗដែលបានកំពុងដំណើរការនិងកំពុងស្ថិតក្នុងដំណាក់កាលរៀបចំជាបន្តបន្ទាប់ដូចជាសួនឧស្សាហកម្មចន្ទទីសួនកសិឧស្សាហកម្មគម្រោងចិញ្ចឹមស្វា$500 លាននិងការចិញ្ចឹមខ្យងគុជ$300 លានព្រមទាំងគម្រោងអភិវឌ្ឍទេសចរឧស្សាហកម្មកាយច្នៃស្រូវកៅស៊ូដំឡូងមីការចិញ្ចឹមត្រីនិងចិញ្ចឹមគោយកទឹកដោះជាដើមទន្ទឹមនេះក៏ត្រូវបន្តផ្ដោតលើការអភិវឌ្ឍវិស័យទេសចរតាមរយៈការបន្តអនុវត្តនៅផែនការសកម្មភាពដែលបានដាក់ចេញជាពិសេសផែនការរៀបចំយន្តការអភិវឌ្ឍទេសចរប្រាសាទសម្បូរព្រៃគុកនិងតំបន់ជុំវិញដែលទើបទទួលបានពីការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីដោយផ្ដោតការរៀបចំនិងអនុវត្តនៅគម្រោងអាទិភាពទាំង4ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរក្រុងស្ទឹងសែនអាយុធមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សីវិសុទ្ធក៏បានផ្ដល់ការណែនាំបន្ថែមដល់រដ្ឋបាលខេត្តត្រូវបន្តផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយសហការជាមួយក្រុមការងារគណៈពង្រឹងចុះមូលដ្ឋានខិតខំសម្របសម្រួលបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានបន្តដោះស្រាយបញ្ហាជីវភាពការបណ្ដុះបណ្ដាលដល់សហគមន៍និងប្រជាពលរដ្ឋអំពីរបៀបប្រើប្រាស់កម្ចីបង្កើនប្រាក់ចំណូលរបស់ប្រជាជនតាមរយៈការអនុវត្តនៅអភិក្រម3គឺការបង្កើតមុខរបរថ្មីបង្កើតមុខរបរបន្ថែមនិងការពង្រីកមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីបង្កើតការងារនិងប្រាក់ចំណូលបន្ថែមជូនប្រជាជនអាយុធមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សីវិសុទ្ធបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ធំឲ្យបន្តខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់គោរពច្បាប់ធ្វើអំពើល្អអំពើត្រឹមត្រូវពិសេសពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាគ្រប់ប្រភេទទាំងសេវារដ្ឋបាលសេវាសង្គមគិច្ចសេវាយុត្តិធម៌និងសេវាសន្តិសុខដោយជាការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពព្រមទាំងការដោះស្រាយទំនាស់ផ្សេងៗដើម្បីឲ្យប្រជាជនមានសន្តិសុខផ្លូវចិត្តនិងមានភាពជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលអាយុធមបានបន្តថាការធ្វើដូចនេះទើបជាការយកចិត្តទុកដាក់លើប្រជាជនពិតប្រាកដហើយបើយើងអាចធ្វើដូចនេះបានគឺពិតណាស់គ្មានកម្លាំងណាមកបំបែកយើងបានទេហើយក៏ជាមូលដ្ឋានគ្រឹះក្នុងការធានាសាមគ្គីភាពនិងឯកភាពជាតិផងដែរអាយុធមក៏បានស្នើឲ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងការបោសសម្អាតនិងកម្ចាត់ដល់ឫសគល់ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលអាចចាត់ទុកថាជាឧក្រិដ្ឋកម្មអន្តរជាតិដើម្បីប្រយោជន៍ជាតិសន្តិសុខជាតិនិងអនាគតកូនចៅជំនាន់ក្រោយព្រមទាំងកេរ្តិ៍ឈ្មោះប្រទេសជាតិយើងក្នុងឱកាសនេះផងដែរអាយុធមវង្សីវិសុទ្ធបានផ្ដល់ប្រេងចំនួន10000លីត្របន្ថែមទៀតដល់គណៈបញ្ជាការឯកភាពខេត្តដោយគិតមកដល់ពេលនេះសរុបចំនួនជាង60000លីត្រសម្រាប់គាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងឧបត្ថម្ភថវិកាចំនួន50លានរៀលសម្រាប់ការរៀបចំសន្និបាតព្រមទាំងអំណោយជាអង្គរដែលឧបត្ថម្ភដោយអាយុធមឧបនាយករដ្ឋមន្ត្រីផ្ទាល់និងសប្បុរសជននានាចំនួន20តោនដល់រដ្ឋបាលក្រុងស្ទឹងសែនសម្រាប់តម្កល់ទុកចែកជូនបងប្អូនជនភៀសនិងប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាពតាមជាក់ស្ដែងផងដែរ